បាទអូខេបាទសួស្តីវិសាលជំរាបសួរចាជំរាបសួរសួស្តីបាទអញ្ចឹងយើងអរគុណច្រើនវិសាលដែលចូលរួមក្នុងកម្មវិធី podcast របស់ខាង Waveform យើងហើយនេះជា episode 1បាទជាវគ្គទី1ជាផ្លូវការតែម្ដងហើយថ្ងៃនេះក៏អរគុណដល់វិសាលដែលបានចូលរួមជាមួយខាងក្រុមការងារយើងហើយជាកិច្ចចាប់ផ្ដើមខ្ញុំមានការណែនាំមួយចំនួនអឺសម្រាប់ខាងក្រុម Postwave យើងហើយទៅ Postwave យើងជាក្រុមការងារមួយដែលយើងបង្កើតឡើងដោយសហថាបនិកដែលចេញពី Startup ផ្សេងៗបានមូលមតិមួយគ្នាបង្កើតក្រុមនេះឡើងដើម្បីជួយជ្រោមជ្រែងនិងផ្ដល់ការបង្ហាត់បង្ហាញទៅដល់ Startup ទៅដល់អ្នកដែលខាងបច្ចេកវិទ្យាជំនាន់ក្រោយហ្នឹងគាត់អាចចាប់ផ្ដើមបានអាចរៀនសូត្រឲ្យបានពីពួកយើងបាទហើយក៏ថ្មីនេះក៏យើងមានធ្វើ Hackathon មួយចំនួនដែរបាន2វគ្គដែរហើយនឹងមាន Hackathon បន្តទៀតរហូតដល់យើងមានវគ្គធ្វើកម្មវិធីធំមួយបានជាបន្តបន្ទាប់ដែរហើយអញ្ចឹងទៅថ្ងៃនេះយើងមានឱកាសបានអញ្ជើញវិសាលមកចូលរួមជាមួយយើងហើយសូមឲ្យវិសាលអាចណែនាំខ្លួនឯងតិចបានទេបាទអូខេអញ្ចឹងខ្ញុំវិសាលអញ្ចឹងឥឡូវនេះខ្ញុំជា founder នៅខ្មែរ Coder Community អញ្ចឹងខ្មែរ Coder Community គឺជា like community coder ដ៏ធំមួយនៅស្រុកខ្មែរហើយក៏ខ្ញុំក៏ជា tech founder នៅស្រុកខ្មែរមួយដែរខ្ញុំធ្វើ deliveries ហើយនិង media បាទឥឡូវនេះខ្ញុំធ្វើការជា software engineering នៅ Cloudflare Cloudflare អូបាទក្រុមហ៊ុនធំណាក្រុមហ៊ុនអន្តរជាតិណាបាទហ្នឹងហើយឥឡូវខ្ញុំ base នៅ Lisbon Portugal អូខេបាទអញ្ចឹងយើងអឺដើម្បីកុំឲ្យទស្សនិកជនយើងគាត់រង់ចាំយូរយើងអាចចូលទៅដល់កម្មវិធីយើងតែម្ដងថ្ងៃនេះយើងផ្ដោតសំខាន់អ្វីដែលយើងចង់ជជែកពិភាក្សាជាមួយវិសាលឯងគឺទាក់ទងរឿង AI ហើយដូចវិសាលឯងដឹងអញ្ចឹង AI សប្តាហ៍ថ្ងៃគឺមានការពេញនិយមច្រើនបាទទាំងផ្នែកអ្នកនៅក្នុងបច្ចេកវិទ្យាហើយអ្នកដែលមិនមានបច្ចេកវិទ្យាក៏ត្រូវតែយល់ដឹងត្រូវតែចាប់យកឲ្យបានទាន់គេដែរព្រោះថាយើងអឺចាប់យកឬក៏យើងរៀនសូត្រអត់ទាន់គេទេបត់អត់ទាន់ទេខ្ញុំថាយើងអាចមានផលវិបាកក្នុងការប្រកួតប្រជែងទាំងអាជីវកម្មក៏ដោយទាំងការរៀនសូត្រអីក៏ដោយបាទអញ្ចឹងក៏ចង់ឮពីខាងវិសាលអញវិញទាក់ទងនឹងបទពិសោធន៍មួយហ្នឹងក្នុងនាមយើងដែលជាfounder ឬក៏ក្នុងនាមយើងជាអ្នកដែលបង្កើត startup មួយឬក៏យើងអ្នកបច្ចេកទេសមួយគឺថា AI វាសំខាន់យ៉ាងម៉េចសម្រាប់យើងយើងខ្ញុំជាអ្នកបច្ចេកទេសអញ្ចឹង AI គឺសំខាន់មែនទែនដោយសារតែតកតងជាមួយនឹង productivity ដោយសារតែ productivity boost របស់យើងគឺយើងអាចធ្វើអ្វីបែប parallel បានច្រើនហើយបាទបើខ្ញុំគិតទៅ AI គឺជារបស់ល្អមកបានន័យថាវាជាអ្នកជំនួសរបស់ដែលយើងអត់សិក្សាតែអមថាមនុស្សយើងមាន limited យល់យើងមាន skill ហើយយើងកែប៉ុន្តែតែ AI វាអាច feel at the whole ឧបមាប្រសិនបើយើងជា tech founder អញ្ចឹងយើងកែខាងរបស់ដូចខ្ញុំអញ្ចឹងកែខាង programming ឬអីចឹងទៅប៉ុន្តែទៅជាមួយនឹង design ទៅជាមួយនឹងផ្នែកដែលថាធ្វើវីដេអូធ្វើ marketing ធ្វើអីហ្នឹងគឺយើង lacking អញ្ចឹងយើងអាចយកអាហ្នឹងមក feel the whole របស់យើងអញ្ចឹងយើងអាចជា like one man ហើយយើងអាចយកគាត់មកជា assistant របស់យើងបានអញ្ចឹងបាទហ្នឹងគឺជា like ដែលខ្ញុំគិតថា AI វាល្អមែនទែនវាជាអ្នកជំនួសហើយឲ្យធ្វើឲ្យយើងខ្លាចជា all round person បាទហើយចង់អាចមានអ្នកខ្លះគាត់បារម្ភបន្តិចដែរណារឿង AI ហ្នឹងមកអាចទៅដើមការងារគាត់អីមិនដែរជាពិសេសខាង developer យើងហើយគាត់ថាអូ AI ឥឡូវចេះសេកូដសេអីចឹងអាចទៅដើមការងារគាត់ទេណាអឺវាយើងថាយើងអាចដណ្ដើមការងារទៅចំពោះអ្នកដែលគាត់អត់ adopt ណាព្រោះយើងគិតថាអ្នកសរសេរកូដយើងក៏គិតថាអ្នកសរសេរកូដគឺជាទូនាទីរបស់គាត់ជាអ្នកសរសេរកូដតាអ្នកសរសេរកូដគឺជា problem solver ជាអ្នករក solution នេះអញ្ចឹងគាត់មាន set of tool ហើយគាត់មាន like problem ហើយនឹងគាត់ទៅរក solution ហ្នឹង code វាគ្រាន់ជា like ផ្នែកមួយដើម្បី like បង្កើតជា solution ទេអញ្ចឹងមែនតើការងាររបស់គាត់គិតជាអញ្ចឹងគាត់ unlikely នឹង lose ការងារគាត់ទៅ deliver ទៅ value ឲ្យគេទៅគេយើងនឹងរក solution ឲ្យគេហើយយើងយក AI គឺជា tool មួយដើម្បីបង្កើតជា solution ប៉ុន្តែបើសិនបើយើងអ្នកថាយើងប្រកាន់ភ្ជាប់ឲ្យខ្ញុំអត់ចង់ AI ខ្ញុំចង់ menu អញ្ចឹងគាត់នឹងអាច lose ការងារដោយសារតែ productivity របស់គាត់គឺគាត់នៅធ្វើយឺតជាងគេអញ្ចឹង at the end of the day គេអត់មានមើល result ថាគាត់សេកូដតែខ្លួនឯង result គឺ solution ដែលគាត់ produce ឲ្យហើយខ្ញុំគិតថា
demand នៅ developer នៅតែច្រើនយើងដឹងថា developer រាល់ថ្ងៃគាត់យើងតែគិតថា developer គឺមាន project ច្រើនណាស់ដែល company នីមួយៗចង់ធ្វើដូចជា internal budget ចឹង like internal គាត់ចង់ធ្វើ system នេះដើម្បីជួយបុគ្គលិកនេះ system ដើម្បីជួយផ្នែកនេះផ្នែកនេះតែគាត់អត់ដែលមានលទ្ធភាពដើម្បីធ្វើព្រោះសារតែកាលមុនតម្លៃនៃការជួបបុគ្គលិកវាថ្លៃដែរអញ្ចឹង system មួយចំនួនគាត់ចង់ធ្វើគាត់អត់បានធ្វើ ចឹងថាឥឡូវដោយសារតែ AI វា boost activity អញ្ចឹងគាត់ជា demand មួយរបស់គាត់ថាអូឥឡូវជួយធ្វើនេះទៅជួយធ្វើនេះទៅធ្វើនេះអញ្ចឹងរបស់ដែលគាត់ចង់ធ្វើគឺអាចធ្វើបានច្រើនជាងមុនដែរហើយទី2ខ្ញុំគិតថា demand មួយទៀតវិញដោយសារតែរាល់ការមានtechnology ដែលវា emerging មកច្រើនតែបង្កើត demand ច្រើនជាងមុនយើងនិយាយដូចជំនាន់មុនយើងប្រើ desktop ទៅពេលយើងមក web អញ្ចឹងបើប្រើហ្នឹងគឺ demand នៃការកត់ developer គឺច្រើនមែនតើគាត់ត្រូវតែកាត់ website កាត់ទៅពេលឥឡូវប៉ុន្តែយើង move ទៅ mobile technology អញ្ចឹង mobile technology មិនមែនយើងមិនថាមាន website យើងតែមាន mobile app អញ្ចឹងមកប្រើ demand ទៅលើ mobile app ហ្នឹងគឺច្រើនណាស់ developer ទៅពេលមាន AI ថ្មីចិត្តម្នាក់ចង់ទៅ integrate អូខ្ញុំចង់មានផ្នែកនេះមាន AI ខ្ញុំចង់ផ្នែកនេះមាន AI យក AI មកជួយអញ្ចឹងថាអាហ្នឹងគឺជា demand មួយដែលម្នាក់គាត់ថាអូខ្ញុំចង់ integrate AI នៅក្នុង business ខ្ញុំអញ្ចឹងយើងទៅចាប់ផ្នែកខាងហ្នឹងទៅហ្នឹងគឺជា big demand ដែរបាទអូខេយល់អញ្ចឹងបើយើងនិយាយមើលទៅគឺ AI ទោះបីអាចជួយសរសេរកូដអីចឹងបានមែនគ្រាន់តែជាឧបករណ៍មួយជួយពន្លឿនការងារដែលត្រូវធ្វើ 3-4 ខែយើងយកមកធ្វើតែមួយថ្ងៃអីហើយការងារខ្លះយើងគិតថាកាលពីមុនអត់អាចទៅរួចឥឡូវវាអាចទៅរួចច្រើនអញ្ចឹងយើងងាកមកខាងបងប្អូនដែលជានិស្សិតអ្នកសកលសិស្សដែលគាត់ចង់រៀនខាងសរសេរកូដចង់ខ្លាយខ្លួនជា developer មើលទៅគាត់នៅត្រូវទៅរៀនទៀតដែរអត់មើលទៅរៀនខាងផ្នែកសរសេរកូដទៀតអត់នៅតែត្រូវការរៀនអញ្ចឹងព្រោះនេះវាជា foundation អញ្ចឹងណាវាដល់ខ្ញុំអត់វិញគិតថាអ្នកដែលបកកែប្រើ AI ក៏អ្នកដែលបកកែ technical ដែរព្រោះនៅពេលយើងប្រាប់ AI គឺយើងដូចយើងប្រាប់ពី spec របស់យើងថាយើងចង់បានអីគេអញ្ចឹងចុះអបមាថាយើងត្រូវការចូលចិត្តថាគេ computer អាចធ្វើអីបានមានអីបាន technical term មួយចំនួនទៅអញ្ចឹងលើថាបើសិនបើគាត់អត់ស្គាល់ technical term អីគាត់អត់ស្គាល់ថាដំណើរការ computer ទេទៅពេលដែលគាត់ចំណាក់អត់ស្គាល់ detail អត់ទៅល្អទេហើយអញ្ចឹងថាពេលខ្លះយើងមាន technical skill ហ្នឹងទៅវាជួយដែរតែគាត់មិនសរសេរច្រើននេះផងតែគាត់ត្រូវ understand អញ្ចឹងcurriculum នៃការរៀនអាចមានការផ្លាស់ប្ដូរដែរមិនមែនថាមានការផ្លាស់ប្ដូរប៉ុន្តែថាការសេកម្មវិធីនៅតែជា demand មួយដែរបាទនិយាយរួមទៅវាអត់ខុសគ្នាពីដូចថាសប្តាហ៍ថ្ងៃយើងមានម៉ាស៊ីនគិតលេខយើងមានកុំព្យូទ័រជួយគិតជួយសរសេរយើងមាន system សម្រាប់គណនាអីសិត automation អស់ហើយតែយើងនៅតែទៅរៀនបូកដកគុណចែកដែរមែនទេនៅតែទៅរៀនវិធីគណិតវិទ្យាត្រូវបូកដកគុណចែកយ៉ាងម៉េចតើជាក់ស្ដែងមែនទែនយើងមិនបានយកមកគិតដៃទេយើងម៉ាស៊ីនគិតតែត្រូវតែរៀនអាមូលដ្ឋានគ្រឹះហ្នឹងដែរបាទហ្នឹងហើយបើយើងគិតទៅថាដុកទ័រអញ្ចឹងដុកទ័រមានម៉ាស៊ីនមកកណ្ដោតែគាត់ទៅរៀនដុកទ័រហ្នឹងអូខេបាទអញ្ចឹងយើងអញ្ចឹងសរុបមកគឺថាទាក់ទងនឹងសិស្សក៏ត្រូវតែទៅរៀនខាងផ្នែក Computer Science ទាក់ទងនឹងរឿងការសរសេរកូដការ develop program ហ្នឹងដែរដើម្បីឲ្យគាត់យល់ពីរបៀបនៃការបង្កើត system ក្នុងការសង់ជា system design ទាក់ទងនឹង program solving មួយចំនួនបាទត្រូវចេះterm ពាក្យចែកទេសដែលតាក់ទងនឹងរឿង software development ហ្នឹងបើអត់ចេះទេយើងធ្វើជាមេការដែលទៅបញ្ជាឲ្យ AI ទៅស្អីឲ្យយើងវាពិបាកសន្ទនាគ្នាខុសត្រូវអីយើងនិយាយគ្នាអត់ត្រូវយើងចេះតែចង់បានប៉ុន្តែអត់ specific យើង specific អត់កើតអញ្ចឹងការរៀនឲ្យយល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការបង្កើត system ហ្នឹងត្រូវតែនៅតែចាំបាច់គិតថាយ៉ាងម៉េចដែរយើងម្នាក់ឯងអាចបង្កើត start up បានទេបើសប្តាហ៍ដែលមាន AI ជួយអញ្ចឹងយើងម្នាក់ឯងអាច start បានទេមើលទៅជំនាន់មុនក៏ start បានដែរមុននឹង AI ក៏យើងមានម្នាក់ដែល tech founder ម្នាក់គាត់អាច start up បានអញ្ចឹងណាតែម្នាក់ឯងអញ្ចឹងប៉ុន្តែឥឡូវនេះវាកាន់តែ appealing ជាងមុនទៀតដោយសារតែឥឡូវនេះដោយសារតែ AI គាត់ដូចជាទ័ពចឹងគាត់មានទ័ពដើម្បីជួយគាត់អញ្ចឹងអមថាប្រសិនបើគាត់ជា technical founder គាត់ត្រូវការជំនួយខាងផ្នែក artwork ឬក៏បើគាត់ជា game developer ទៅការធ្វើ 3D model អីគឺគាត់អាចឲ្យខាង AI គាត់ produce អានឹងបាន sound ឬអីអញ្ចឹងគាត់តែម្នាក់ឯងតែគាត់មាន assistant មកគាត់ជាច្រើន
agent ហ្នឹងដើម្បីជួយការងារគាត់អញ្ចឹងone startup founder ហ្នឹងឥឡូវនេះគឺវា appealing មែនទែនជាងមុនបាទអញ្ចឹងជាជាងយើងក៏មុនយើងជួល developer ឥឡូវយើងមានអយើងមានទ័ពស្រួលយើងហ្នឹងគឺជា AI វិញអ្នកចាំសង់ចាំធ្វើឲ្យយើង បាទបើតែគាត់ missing skill អីគាត់រកហ្នឹងចំនួនទៅបើតែបើសិនបើគាត់អត់ចេះខាងកម្មវិធីគឺគាត់រកខាង like short code អីជួយ user software ឲ្យគាត់ទៅបើសិនបើគាត់ជាអ្នកបកកែ say code ពីមុនមកគាត់អាចយក AI ធ្វើជា planning ធ្វើជាថា marketing ធ្វើ video promotion ធ្វើអីវិញចឹងថារបស់ណាដែលគាត់គិតថា missing ហើយ AI អាចជំនួសបានគឺអាចយកអាហ្នឹងមកធ្វើចុះមកថ្ងៃក្រោយគាត់ scale រៀងធំតិចទៀតគាត់នៅអញ្ចឹងរហូតម្នាក់ឯងអញ្ចឹងរហូតឬក៏ត្រូវរកមនុស្សមកជួយឬក៏យ៉ាងម៉េចdepend on business របស់គាត់ទេចឹងបានឥឡូវនេះគេកំពុងចង់រឿងឡើយចង់តាមវានឹងមានអនាគតនឹងមានក្រុមហ៊ុនម្នាក់ឯងដែលទៅជា$1 billion one man person វាអត់មានទេតែគាត់ថាat the end of the day làថាតែគាត់គិតថាអូខេបើរបស់មួយចំនួនមិន AI មិនអាចជំនួសបានតែគាត់មនុស្សអញ្ចឹងប៉ុន្តែខ្ញុំគិតថាបើយើង work ជាមួយនឹង AI ចំណាយរៀងស្រួលជាងបើវាមានរបស់មួយចំនួនដែលថាយើង work មួយមនុស្សទៅគឺវាមានfor management មានន័យមាន meeting មានចំណា miscommunication គិតពី emotion ច្រើនជាងពេលខ្លះ one man company very appealing មែនតើយកតែការ deal ជាមួយនឹង complication ហ្នឹងទេបាទយល់អញ្ចឹងយើងឃើញថា AI អាចជួយឲ្យគាត់ឆាប់សង់ prototype អីបានតេស្តទីផ្សារអីបានណាបាទហើយនៅការងារមួយចំនួនទៀតមិនសិតតែកូដដែលវិសាលឯងនិយាយខាងផ្នែក marketing ជួយការអាចផ្នែកខាង sale ខាងអីជួយបានច្រើនដែរអូខេមួយទៀតមិនថាមួយវាខាង automate ចឹងណាមិនចង់យើងបង្កើតបណ្ដាតែ automate process យើងមួយចំនួនគឺ AI ព្រោះខាងដែលថា AI វាបកកែខាង automate ដោយសារតែវាអាចសរសេរកូដបាទវា execute កូដហ្នឹងទោះយើងអត់ចេះកូដទេក៏ដោយតែវា already like can do it already ព្រោះយើង automation ប្រចាំគឺទៅជាមួយនឹងកូដទេណាអញ្ចឹងបើថា AI នៅពេលវាចេះសរសេរកូដហ្នឹងគឺជា big like activity boost មែនតើដែលវាអាចធ្វើរបស់ច្រើនមែនតើគឺជាថាហ្នឹងយើងមិនសូវជាប្រដាប់ទេយើងគ្រាន់ចង់ automate របស់វាជំនួសគឺ AI គឺ very good at doing that បាទហើយធ្លាប់មានសំណួរអាសាសួរច្រើនដែរកាលណាយើងប្រើ AI ឲ្យជួយសរសេរជួយអីចឹងគេថាវាអត់សូវ secure វាអត់សូវមានសុវត្ថិភាពវាអាចមានបញ្ហា security មានប្រហោងមានអីហ្នឹងយ៉ាងម៉េចដែរនោះយើងអូខេអាហ្នឹងវាមាន security problem ចាំបានពីច្រើនឥឡូវគេចាប់ដើម solve problem ហ្នឹងគឺទៅជាមួយនឹងការ sandboxing hidden security មួយចំនួនចឹងចឹងថាបើសិនមកយើង depend on where យើងនៅណាចឹងណាបើមកបើសិនបើយើងធ្វើ automate នៅក្នុង local ចឹងបើច្រើនយើងប្រើ agent ចឹង agent បើច្រើនគេមាន hidden security មួយចំនួនវាសួរថាយើងមុន perform permission អីគឺថាគេទាំងសួរយើងគេចង់ធ្វើចេះចង់រ៉ាន់នេះចង់នេះបើ permission គាត់អត់ហើយ usually ថាខាង agent មួយគាត់ថាគាត់ check មើលថាអូខេមើលនេះវាមើល valid អត់អីចឹងគឺមានគាត់ប៉ុន្តែ security នៅតែមាន problem គេ inject បានមួយចំនួនចឹងណាតើចង់ជាមួយចំនួនគឺយើង deploy ទៅ server យើងបង្កើត like app មួយយើងជា SaaS ជាអីយើង deploy ទៅ server ចឹងថាច្រើនគាត់អត់ properly secure អញ្ចឹងច្រើនគេស្រួល hack ចូលគាត់ស្រួល bypass អីចឹងឬក៏មួយទៀតស្រួលហើយអញ្ចឹងថានៅ company មួយចំនួនគឺគេកំពុង dedicate រក solution ហ្នឹងដែរដើម្បីថាគេគឺការថា deploy របស់ agent នឹង say ណាគឺ deploy ទៅគឺវា secure ដោយសារគឺ properly sandbox គេមាន permission ទុកអន្តរចឹងទៅជួយលើថា code ហ្នឹងគេ exploit យ៉ាងណាខ្លះក៏វាអាចមាន like something ដែលការពារមកតង់ទីអញ្ចឹងហ្នឹងហើយអញ្ចឹងថា security គឺទៅវា some problem ប៉ុន្តែថា security វាអាចថា bypass មួយចំនួនថា third party company មួយចំនួនគឺ dedicate សូនហ្នឹងអមណាទៅជួយ login អញ្ចឹង login instead of ថាAI សរសេរ login ទាំងមូលគាត់ផ្លាក់ចូលមួយ third party plugin ទៅអញ្ចឹង plugin គឺគាត់សរសេរអស់លេអញ្ចឹងថែមពីកូដពីបន្ទាត់អញ្ចឹងគាត់ដល់បាយ include មួយទៀតទៅគឺ solve problem អត់ទេចឹងថាវាមិនមែនជា problem ដែល hard to solve ទេណា
ព្រោះ បាទ យើងនិយាយមែនទៅ AI គឺពូកែ glue អូ things ណាហើយយើងឡើយថាឲ្យវាសរសេរទាំងអស់មកហ្មងវាអាចមានហូរទៅអស់មកគ្រាន់ បាទ glue a lot of these things យើងអាំង like នេះទាំង like with បាទអញ្ចឹងបានន័យថាបើសិនជាផ្នែកមួយចំនួនដែលយើងគិតថាអានោះវាទាក់ទងនឹងសុវត្ថិភាពបើសិនជាយើងអាចជួលគេបានឬក៏យើង outsource tool ដែលគេមានស្រាប់លើទីផ្សារដែលគេល្បីឈ្មោះគេបកកែស្រាប់យើងស្លាក់អានឹងចូលមកយើងទិញអានឹងចូលឬក៏ជួលអានឹងចូលគេមានស្រាប់ បាទ វាលឿនផងហើយអានេះដូចថាយើង ហ្នឹងហើយ អត់ចេះតៃក្វាន់ដូអត់ចេះក្បាច់គុណឲ្យការពារខ្លួនទេយើងជួលអង្គរៈមួយដែលគេក្បាច់គុណគេបកកែអញ្ចឹងដល់កាងពិភពយើង បាទ ចប់ហើយមែនទេហើយយើងចំណាយ បាទ ពេលទៅរៀន បាទ ក្បាច់គុណអស់រាប់ខែរាប់ឆ្នាំទៀតមិនប្រកាសថាបានប៉ុនគេផង បាទ ហ្នឹងហើយ ហ្នឹងហើយ អូខេអញ្ចឹងលឿនឆាប់បានទៅបាទបញ្ហាសុវត្ថិភាពអីវាលេងជាកង្វល់ហើយព្រោះគេមាន tool មានអីគេស្រាប់ដែរចឹងអាចជួយយើងអញ្ចឹងមើលអាចថាវិសាលឯងឧទាហរណ៍មើលអាច start up ឬក៏ founder ណាដែលគាត់ប្រើ AI ជួយការងារគាត់អាចឧទាហរណ៍បានទេ អូខេដូចជាអ្នកឈ្មោះ Nephew ចឹងlà ថា company របស់គាត់គឺ Medvit នេះណែគាត់ start តែម្នាក់ឯងទេមុនបងណាហើយទៅជាមួយនឹងទៅជាមួយនឹង weight loss track online អញ្ចឹងណាអញ្ចឹងពីច្រើនគាត់là ថាអាហ្នឹងគាត់យក AI ដើម្បីlà ថាជំនួសការងារដូចជាlà ថាserve customer service បាទ là ថាណាគាត់យក AI replace customer service ហើយឆ្លើយតបជាមួយនឹងគេ make appointment make អីហ្នឹង task មួយចំនួន បាទ ហើយចឹងគាត់ប្រើអាហ្នឹងដើម្បីជំនួយគាត់អញ្ចឹងគាត់ប្រើតែ employee តែម្នាក់ទេអញ្ចឹង Bossly គឺ more like automate យក AI មក automate ការងាររបស់គាត់ចឹង បាទ តែឥឡូវគាត់ hire brother របស់គាត់ទៀតអីអញ្ចឹងlà ថាវាមិនមែនជា one man business ទេប៉ុន្តែរបស់គាត់យកមកគឺlà ថាប្រចាំយកមកខាងmore the customer service assistance បាទអូខេចឹងអរគុណច្រើនខ្ញុំឧទាហរណ៍នេះអាចជាឧទាហរណ៍មួយដែលជាក់ស្ដែងមួយដែលគាត់បង្កើតឡើងដំបូងម្នាក់ឯងទេហើយគាត់ប្រើ AI ជួយក្នុងការងាររបស់គាត់ទាំង customer service ប៉ុន្តែគាត់ប្រើនឹងទៅសេ code សេ app គាត់ដែរអត់ឬក៏មិនសម្រាប់ជួយ track ការចុះទម្ងន់ដល់អី weight loss អស់ហ្នឹង ណែគាត់ក៏ប្រើដល់ព្រោះសំខាន់ដែលថា automate មួយចំនួនគាត់ទៅការបង្កើត សេ code មើលអីហ្នឹងណាហ្នឹងហើយគាត់ក៏ប្រើទៅជាមួយនឹង mid journey អញ្ចឹងដើម្បី prepare ទៅជាមួយនឹង artwork អីដែរចាបាទ អូខេយល់អញ្ចឹងយើងងាកមកស្រុកខ្មែរយើងវិញកម្ពុជាយើងទាក់ទងនឹងអនាគតរបស់ខាងស្រុកខ្មែរយើងទាក់ទងបច្ចេកវិទ្យាខាង AI នេះយើងគិតថាយើងនៅមានឱកាសក្នុងការចាប់យកហើយអអាចជំរុញខាងផ្នែកនឹងបានទៅមុខទៀតច្រើនឬយ៉ាងម៉េចបើធៀបជាមួយនឹងប្រទេសជិតខាងឬក៏ប្រទេសផ្សេងទៀតដែលគេកំពុងតែចាប់យកដែរកំពុងតែជំរុញដែរអញ្ចឹងនិយាយពីស្រុកខ្មែរយើងវិញនឹងយ៉ាងម៉េចវិញ បាទហើយយើងនិយាយពី AI ដូចខាងដូចវាដើរវាដូចជា file layer អញ្ចឹងតើមាន energy infrastructure យើងមានអូខេ energy chip infrastructure ហើយតមកយើងមាន model ហើយមាន application តើណាចុះតើ4 layer ខាងក្រោមហ្នឹង is unlikely ដែលយើង compete ជាមួយនឹងក្រុមហ៊ុនទទួលនេះពីច្រើនចាតែប្រទេសធំៗដែលគេចូលchứពីច្រើនយើង compete ទៅលើ application ផ្សេងអញ្ចឹង application layer តែ application យើងគេក៏ underestimate ពីភាសាថា application layer វាដូចជាកន្លែង funnel លុយអញ្ចឹងបើថាលុយគឺចូល application ហ្នឹងទៅ funnel down ទៅខាងក្រោមអញ្ចឹង application layer ហ្នឹងគឺធំមែនតើហើយឱកាសគឺច្រើនដោយសារតែ company មួយចំនួនគាត់នៅ traditional អញ្ចឹងបើតែយើងនៅរកឱកាសដើម្បីយើងយក AI ទៅឈាបចូលដើម្បី compete មួយអញ្ចឹងយើងដឹងថា company មួយចំនួននៅពេលដែល emerge technology ថ្មីគាត់ខ្លះនឹង obsolete ហើយយើងនឹងឈាបចូល market របស់គាត់ប៉ុន្តែគ្រាន់បញ្ហាធំមកស្រុកខ្មែរយើងគឺទៅជាមួយនឹងយើងទៅមាន mindset តែយើងត្រូវតែ compete global market instead of យើងអាចគិតពីថាlocal market តែពេលខ្លះយើងត្រូវការទៅ global market ដើម្បីយើងជា market ធំអញ្ចឹងហើយរបស់ដែលយើងខ្វះខាតគឺការ exposure ទៅinternational market គឺពិបាកនឹងចូលដោយសារតែយើងពីច្រើនយើងអត់សូវមានមនុស្សដែលយើងទៅឈាបចូល international market ទេពេលខ្លះយើង network យើងទូចមែនតើទូចមែនតើយើងចង់ចូលអ្វីមួយគឺយើងខ្វះមែនតើហ្នឹងហើយ បាទអញ្ចឹងតើតើនឹង AI ស្រុកខ្មែរយើងគិតថាប្រទេសកម្ពុជាយើងគួរមាន AI មួយខ្លួនឯងទេ AI ក្នុងបង្កើតក្នុងស្រុកខ្មែរយើង train data ខ្មែរយើងអីក្នុងស្រុកខ្មែរយើងហ្មងត្រូវធ្វើខ្លួនឯងទេ ខ្ញុំគិតថាយើងអាច
នេះឥឡូវស្រុកខ្មែរគេបានធ្វើទៅតជាមួយនឹង text to speech ហ្នឹងគេថានេះជា model មួយដើម្បីជួយមួយចំនួនដែរអញ្ចឹងដោយសារតែឥឡូវនេះយើងគិតថាយើង shift ច្រើនណាពីលថាជំនាន់មុនគឺយើងប្រើ mouse បាទ ប្រើ mouse ពេលមកហើយយើងប្រើដៃ អូ បាទ បាទ វាទៅពេលហើយទៅយើងនឹងប្រើមាត់ បាទ និយាយអញ្ចឹងជួយអា model មួយចំនួនដែលជួយត្រង់ជាមួយនឹងទៅនឹងការនិយាយនេះគឺជា input device បាទបាទ អា voice ហ្នឹងគឺជា input device បាទ គឺល្អហើយក៏ជាមួយ model យ៉ាងបើសិនបើ model គេខ្លាំងមែនតើគឺលថាវារៀងថ្លៃដើម្បី train យើងខ្លាចថាយើងអត់មាន budget enough ដើម្បី train very like super big model ទេតែយើងអាចធ្វើ specialize យើងធ្វើ specialize ដូច speech ទៅវា specialize អញ្ចឹងគឺយើងធ្វើហ្នឹងហើយយើងអាចលឹកជាមួយនឹងរបស់គេបានអញ្ចឹង បាទយើងអាចធ្វើ general AI មួយវាត្រូវការ hardware ត្រូវការ resource ធំដើម្បី train បាទ train គឺថ្លៃហើយ inference ក៏ថ្លៃអញ្ចឹងថាយ៉ាតែយើងអាច train អា specialize បាទ ប៉ុន្តែខ្ញុំឃើញនៅលើអ៊ីនធឺណិតនៅលើអីគេមានopen source AI មួយចំនួនដែលយើងអាច download ហើយគេថាអាហ្នឹងអាច install ក្នុងម៉ាស៊ីន server យើងមុំប្រើបានហ្នឹងអាចយកហ្នឹងមក train បន្ថែមអីទៅប្រើមិនដែរពីព្រោះអាហ្នឹងទៀតទៅនឹង general វិញវាគេ build ឲ្យអស់វាច្រើន parameter ខ្លះហ្នឹងរាប់លាន parameter រួចស្រេចហើយអញ្ចឹងយើងគ្រាន់តែ train សម្រាប់ local ស្គាល់ពីខ្មែរយើងបន្ថែមទៅវាកាន់តែខ្លាំងអាហ្នឹងមិនវិញ possible ប៉ុន្តែខ្ញុំអត់ expert ខាងហ្នឹងតែពេលខ្ញុំប្រហែលនឹងcommon ខាងហ្នឹងដែរអញ្ចឹងណា បាទ ប៉ុន្តែគេថាបើសិនបើ open source មួយចំនួនដូច trillion parameter អីអាហ្នឹងវាថាមិនហាក់វាធម្មតាបានវាថាធំណាស់ យើងមាន challenge ស្អីខ្លះដើម្បីចាប់យកឬក៏ប្រើប្រាស់ AI ហ្នឹងនៅខ្មែរយើងចង់និយាយនៅខ្មែរយើង ប៉ុន្តែវាអត់មាន challenge ធម្មតាតែរបស់ picture គឺយើងអត់មាន accessible ទៅ AI tool ទាំងអស់ទៅដូចគេដូចអីប៉ុន្តែបែរមាន challenge មួយចំនួនដែរដោយសារតែថាដូច tool ទាំងអស់ហ្នឹង picture គឺយើងអត់មាន language barrier មួយចំនួនណាដោយសារយើង picture ដែល in case แบบសេកម្មវិធីហ្មងខ្ញុំអត់ in general តែគាត់សេកម្មវិធី picture យើងត្រូវការ express idea express របស់យើងចង់បានទៅយើង express យើង express ជាភាសាអង់គ្លេសឬភាសាចិនប៉ុន្តែគាត់ថាភាសាដែលជាអង់គ្លេសភាសាគេ train ទៅលើ data អង់គ្លេសច្រើន document ច្រើននៅ internet ឬអីវាជាអង់គ្លេសអញ្ចឹងយើងត្រូវការ good ក្នុងការ express speaker យើងបើយើង compare យើងជាមួយនឹង native speaker អង់គ្លេសគឺយើងថាយើងអាចយើង disadvantage ជាងគេតិចដោយសារតែគេប្រកែក្នុងការអូខេ express idea របស់គាត់ច្បាស់ជាងយើងបាទជួនកាលយើងនឹកឃើញយើងចង់បានរំលឹកសរសេរមិនអាពាក្យមួយហ្នឹងរឹងសរសេរយ៉ាងម៉េចយើងនឹកឃើញតែយើងអូខេប៉ុន្តែ AI ខ្លះហ្នឹងយើងចាប់ដើមប្រើភាសាខ្មែរយើងបានតែឃើញគេ prompt សរសេរ clear បញ្ជាជាខ្មែរប្រាប់ជាខ្មែរទៅបានហ្នឹងយើងអាចបានប៉ុន្តែគាត់ថាវានៅ limit ជាងនៅភាសាអង់គ្លេសអញ្ចឹងដោយសារតែ document អង់គ្លេសច្រើនអូមកថាទោះជាភាសាខ្មែរទោះមាន translation ឬអីក៏ដោយក៏មានថាបាត់ន័យខ្លះមួយចំនួនដែរអញ្ចឹងបាទតែ maybe in the future របស់អាចនឹងសូលប៉ុន្តែឥឡូវនេះគេថា language ដែលសំក្នុងសេកម្មវិធីយើងត្រូវការ provide some spec ដើម្បីឲ្យគាត់ធ្វើ something ចឹងថា the best language គឺអង់គ្លេសអញ្ចឹងបើសិនជាអង់គ្លេសយើងហើយវានៅជា small barrier មួយដែរយើងពិបាកនឹង express idea របស់យើងបាទប្រាប់អត់ចំចឹងរបស់ខ្លះនៅក្នុង system វាពាក្យបច្ចេកទេសពាក្យបច្ចេកទេសដូចខ្ញុំចង់បានបតុងយ៉ាងម៉េចអាហ្នឹងវាក្រាស់វាស្ដើងយ៉ាងម៉េចតាមចង់អាហ្នឹងវា overflow ខាងមុខបន្តិចមកកុំឲ្យវាអាហ្នឹងយើងប្រាប់ខ្មែរពិបាកឲ្យ overflow កុំឲ្យវាបាំងពេលគេ scroll ឲ្យវានៅនឹងដដែលឲ្យវាដែតនៅនឹង floating floating position fix អីចឹងទៅបាទអូពេលតែវា off focus ពេលវា blur យើងទៅធ្វើមិនអីចឹង something ខមួយចឹងហ្នឹងហើយជួនកាលយើងទៅមកអា sidebar ណានឹងខ្មែរនឹងហៅមិនទេ sidebar ខ្ញុំប្រាប់ថាហ្នឹង sidebar នឹងឆ្វេងហើយយើងថា AI ថែមមួយក្នុងហ្នឹងអញ្ចឹងទៅអូខេ
បាទអញ្ចឹងឃើញថាយើងអាចប្រើខ្មែរបានក៏ប៉ុន្តែពាក្យខ្លះវាជាពាក្យបច្ចេកទេសទាមទារយើងប្រើភាសាអង់គ្លេសដោយសារtraining data សម្រាប់ AI ហ្នឹងភាគច្រើនវាគេ train លើភាសាអង់គ្លេសហ្នឹងដែរបាទយើងអាចឆាប់ប្រាប់ចំបាទអញ្ចឹងយើងចូលមកដល់round ចុងក្រោយចង់ឮពីវិសាលឯងបន្តិចថាវិសាលឯងខ្លួនឯងអ្នកដែលប្រើ AI ដែរមិនអញ្ចឹងណាប្រើដែរប៉ុន្តែ បាទ tool អីដែល AI ដែលវិសាលឯងនិយមប្រើមួយណា គេទៅបើ coding ខ្ញុំប្រើពីរច្រើនជាងគេគឺ Cloud Code ហើយនិង Open Code អញ្ចឹងណា បាទ ដោយសារតែCloud Code ពិសេសប្រើនៅ personal Open Code យើងប្រើសម្រាប់នៅក្នុងក្រុមហ៊ុនឬអីចឹងណា បាទ Cloud Code Open Code ខ្ញុំអត់ឮបើ OpenAI ទេអី Open Code អញ្ចឹងយើងមាន Cloud Code អូខេ ហ្នឹងហើយ Open Code ហ្នឹងគឺ Open Source ទេតែវាជាចឹងណា បាទ Open Code វាល្អមួយគឺว่าយើងចង់ដាក់ model អីក៏បានដែរចាដល់មកថា Claude គឺយើងបានតែថា model របស់គាត់ទេចឹងណា បាទ តែ Open Code យើងចង់ប្រើមួយណាក៏បានដែរតែយើងអាច select model ទៅបើថាមួយចំនួនគឺអាចយក model ទូចmodel ថោក អូខេ មួយចំនួនទៅគេមក model ថ្លៃអីចឹងស្អី អូខេ បាទបាទជា open source ចឹង បាទ ហើយពី tool ខ្ញុំប្រើច្រើនគេ អូខេបាទ កាលមុនco-pilot តែជំនាន់មុនតែឥឡូវ co-pilot ឥឡូវនេះរៀងគេ out of love ពីវាចា បាទអូខេហើយចុះដូចរបស់ Google មួយឈ្មោះ Gemini anti gravity អាហ្នឹងដូចឲ្យយើង select យក model បាន បាទអត់បានប្រើអត់បានសារ anti gravity តែយើង have no comments ខ្ញុំព្រោះឥឡូវតែបច្ចេកនិក Cloud Code ខ្ញុំ so far ប្រើទៅវាអារម្មណ៍ថាវារៀងល្អជាងគេហើយប៉ុន្តែយើងអត់បាន compare ជាមួយនឹង different order ដែលយើងមាន code X វាអីមួយចំនួនតតិចណាតែបាត់ so far ថាមែនតើខ្ញុំគិតថា different មកវាអត់សូវច្រើនហ្មងព្រោះឥឡូវវាចាប់ level ពួកវាគេតាមឯគ្នាទេអញ្ចឹងណាយើង choose មួយណាក៏វា doesn't matter much ដែរអញ្ចឹងបាទប៉ុន្តែយើងអាចប្រៀបធៀបគ្នាបានណាព្រោះ AI មួយគាត់មានចំណុចខ្លាំងចំណុចខ្សោយរបស់គាត់រៀងខ្លួនអញ្ចឹងឬក៏ខ្លះបកកែខាង code ខ្លះបកកែខាងរៀបផែនការ planning អញ្ចឹងទៅខ្លះវាបកកែខាង text ខាង research អីចឹងទៅបាទគេទៅចូលនឹងខាង Cloud ហ្នឹងគាត់ខាង code គឺគាត់ផាយល្អជាងគេដោយសារតែគាត់ purpose របស់គាត់តាំងពីមុនគឺខាង code ចឹងបាទណាចាំបានពួកខ្ញុំប្រើអាហ្នឹងច្រើនជាងគេដែរ ប្រាប់តខ្លួនក៏ប្រើនៅក្រុមហ៊ុនដែរអាហ្នឹងវា sensitive ដែរCloud មិនអាចប្រើនៅក្រុមហ៊ុនដោយសារតែយើងទៅជាមួយនឹង security problem មួយចំនួនតែយើងបាទហើយក្រុមហ៊ុនគឺគាត់មានរបស់គាត់មានរបៀបរបស់គាត់អូខេយល់មានរបស់គាត់ចឹងថាដោយសារតែបើសិនបើយើងប្រើព្រោះសំខាន់ទៅពេលយើងប្រើ model មួយចំនួនហ្នឹងគាត់ថាយើងត្រូវ send data មួយចំនួនទៅ AI providers ហ្នឹងអីចឹងគេថាយ៉ាងហ្នឹងវាមាន sensitive privacy របស់ customer យើងមិនអាចថាចេះតែ send បានអីចឹងគេថាUnless តើមានរបស់ដែលថា company គាត់ approve របស់ អូខេគឺមាន accent ទៅបានចឹងបាទចាហ្នឹងវាតែទៅជាមួយនឹងក្រុមហ៊ុនធំៗគឺ adopt AI គឺរៀងពិបាកដែរទៅជាមួយនឹង privacy របស់ customer ហ្នឹងគឺសំខាន់តែនៅស្រុកគេស្រុកខ្មែរដែរតែស្រុកគេគឺ very seriously មែនតើហ្នឹងបាទអូខេយល់បាទអញ្ចឹងចង់សួរវិសាលឯងវិញបើសិនជាចង់ផ្ដាំផ្ញើទៅដល់ទស្សនិកជនយើងពី AI tool ដែលចង់ឲ្យពួកគាត់សាកគិតថា AI ណាខ្លះដែលវិសាលឯងអាចណែនាំពួកគាត់បានខ្ញុំនៅតែ recommend Cloud Code ចឹងព្រោះយើងគិតថាម្នាក់គិតថា Cloud Code វាជា C code វាមិនមែនវា general purpose ហ្មងព្រោះសំខាន់វាមានយើងចង់ឲ្យវា research អីចឹងវា research បានហើយព្រោះវាមាន like អាចធ្វើ web search វាហ្នឹងវាមាន tool ដើម្បី web search
mà dân trong là ta mơ download folder bên nhóm vì Messi đó array nhau đi mất អឺ វាទៅអាន folder ហើយវាទៅរៀបចំឲ្យយើងទៅត្រូវថាអូឥឡូវយើងត្រូវការខ្ញុំចង់អាមេចនេះហួយអាមេចខ្ញុំចង់ឲ្យ compress ឲ្យស្អាតទៅឬក្រក់អីចឹងវាថាយកអាមេចទៅវាទៅក្រក់ឲ្យវាហៅ tool មួយចំនួនបើអត់មាន tool ទេវាទៅ download tool ហ្នឹងឲ្យទៀតទៅ អឺ ហ្នឹងហើយអូមកថាខ្ញុំចង់ធ្វើអីចឹងខ្ញុំប្រាប់ទៅវាវា somehow link វានឹង do something បើអូមកថាអត់មាន tool ផ្ទាល់ទេគឺថាវាសរសេរកម្មវិធីវាសរសេរ Python code អូ run ឲ្យយើងនេះ run ចឹងលើថាវា very general purpose មែនតើបើថាយើងមិនមែនថាវាឃើញថាcloud code ទៅnó សម្រាប់សេ code ទៅហើយយើងអាចយកមកធ្វើអីក៏បានដែរ general purpose ហើយខ្ញុំធ្វើចង់មកដាក់ plan link ចឹងយើងធ្វើ research អីខ្ញុំឲ្យវាសរសេរមកឲ្យវារៀបចំជា markdown file យើងមក បាទ ហ្នឹងហើយពេលខ្លះអីទៅយកវាមក fix grammar fix អីចឹងit's very general មែនតើហើយបាទអូខេបាទចឹងអរគុណច្រើនខ្ញុំគិតថាខាងទស្សនិកជនយើងដែលគាត់មើលតាម live តាមអីហ្នឹងគាត់បានជ្រួតជ្រាបច្រើនហើយខ្ញុំថាជាចុងក្រោយខ្ញុំថាដូចខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាវិសាលឯងមានអីចង់ផ្ដាំផ្ញើអាចផ្ដាំផ្ញើបានមុនយើងបញ្ចប់ បាទអញ្ចឹងខ្ញុំចង់និយាយថាបើនិយាយផ្ដាំផ្ញើគឺលើថាអ្នកមួយចំនួនដែលគាត់អត់ទាន់ប្រើគឺយើងទៅសាកប្រើហើយថាដូចភាសានេះ blogger មួយចំនួនគាត់នៅអត់បានប្រើទេគាត់គួរទៅសាកប្រើហើយទី2យើងកុំថាគិតថាអូគេដើមមុនយើងអញ្ចឹងណាតែទៅ AI អត់ម៉េចគឺអត់មានអ្នកគេលះមុនអ្នកគេទៅគឺម្នាក់នៅ experiment ហើយរបបតាហ៊ានគឺថាអ្នកខ្លះរៀនពីមុនមកដល់ឥឡូវគឺខុសគ្នាទៀតថាយើងប្រើ AI មួយឆ្នាំមុននឹងយើងប្រើ AI ឥឡូវគឺខុសគ្នាកាលមុនថាយើង context window វាទូចថាសំចៃទៅថាផ្ដល់ context ឲ្យវាច្រើនឥឡូវថាយើងមកចាំផ្ដល់ context ឲ្យវាច្រើនវាចេះពួក agent ឥឡូវវាចេះថាទៅ construct context ទៅតាមក្នុង folder យើងអីឲ្យលេងវាមាន memory វាចាំយើងវាចាំ something ចឹងថាការប្រើវាខុសគ្នាចឹងយើងត្រូវការ adopt ដើម្បីហើយដែរឲ្យទាន់គេអញ្ចឹងណាបាទហើយថាវាអត់មានអីដែលយើងថា too late ទេថាឥឡូវគឺ the best time ហើយទោះមួយឆ្នាំទេក៏ជា the best time ដើម្បីរៀនណាវាអត់មាន like បងខ្ញុំផ្លេចឥឡូវផ្លេចអត់ទាន់គេទៅមុនយើង2ឆ្នាំអញ្ចឹងវាអត់មានទេបាទចឹងអរគុណច្រើនវិសាលអញ្ចឹងដើម្បីជាការបញ្ចប់ខ្ញុំក៏សូមអរគុណទៅដល់ខាងទស្សនិកជនយើងដែលកំពុងតែមើលកម្មវិធី podcast ហ្នឹងហើយក៏សូមឲ្យជួយ follow page Persevere មួយផងបាទហើយជាពិសេសក៏បងប្អូនអាចចូលរួម comment បាននៅក្នុង page របស់យើងបើសិនជាចង់ឲ្យខាង Persevere យើងអញ្ជើញវាគ្មិនផ្សេងទៀតមួយណាដែលនៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងក៏ចូលរួមក្នុង podcast បន្តរបស់យើងអាច comment នៅក្នុង page យើងបានហើយក៏ចង់ឲ្យបងប្អូន follow ទៅហើយជាពិសេសយើងមាន update នៅ event ជាបន្តបើសិនជាយើងមានកម្មវិធីបន្តទៀតបាទសូមអរគុណ